អ្នកទាំងអស់គ្នាមិនថាយើងរៀនជំនាញអីក៏ដោយយើងត្រូវតែដឹងខ្លួនឯងថាយើងគឺជា lifelong learner ដូចខ្ញុំចឹងខ្ញុំរៀន IT developers អ្នកទាំងអស់គ្នារៀនជំនាញផ្សេងក្រៅពីខ្ញុំអីចឹងតែបើសម្រាប់ខ្ញុំរៀនចប់បញ្ញាបត្រខ្ញុំចូលធ្វើការហើយខ្ញុំនៅតែបន្តរៀនចឹងពេលតនេក្រៅពីការងារខ្ញុំស្រាវជ្រាវខ្ញុំ expand skill របស់ខ្លួនឯងខ្ញុំស្រាវជ្រាវអីដែលថ្មីខ្ញុំ explore ទៅលើ technology ថ្មីព្យាយាមរៀនអីដែលថ្មីឬក៏ adapt ទៅនឹង technology ថ្មីព្រោះថាទោះបីជាយើងរៀនចប់ហើយក៏ដោយយើងចូលធ្វើការហើយក៏ដោយបើយើងអត់បន្ត upgrade skill ខ្លួនឯងទេបានន័យថាយើងនឹងនៅមួយកន្លែងយើងដើរយឺតជាងគេហើយម្យ៉ាងទៀតចំណេះដឹងឬក៏ technology ផ្សេងគឺវាដើរទៅមុខរហូតវាថ្មីរហូតកាលណាយើងអត់ព្យាយាមដេញតាមយើងអត់ព្យាយាមតាមវាទេបានន័យថាយើងនឹងដើរពីក្រោយវាពេលនោះយើងនឹង out of date ហើយដូច្នោះព្យាយាម up to date ខ្លួនឯងរៀនអីដែលថ្មីហើយយើងត្រូវតែជា lifelong learner មួយទៀតការស្រាវជ្រាវការ expand នៅជំនាញរបស់ខ្លួនឯងឬក៏លើជំនាញដែលខ្លួនឯងកំពុងតែធ្វើហ្នឹងវាអត់ខុសអីពីយើងសំលុយទេឧទាហរណ៍ថាខ្ញុំរៀន IT អញ្ចឹងពេលណាដែលខ្ញុំព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងខ្ញុំយល់ដឹងពី technology ថ្មីបានច្រើនខ្ញុំមានបទពិសោធន៍ច្រើនថ្ងៃមុខទៅខ្ញុំមានឱកាសក្នុងការទទួលការងារបានច្រើនហើយប្រាក់ខែក៏ទៅតាមនឹងដែរព្រោះយើងមានបទពិសោធន៍យើងមានចំណេះដឹងច្រើនដូច្នោះអ្នកនរគ្នាត្រូវតែដឹងខ្លួនឯងថាយើងគឺជា lifelong learner never stop learning